ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះមកហូបមកបែបសុខភាពម្ដងឆាបន្លែបកាបងប្អូនអរគ្នាតើឥឡូវទៅតាមទស្សនាវិធីធ្វើទាំងអស់គ្នាខ្ទះក្តៅឲ្យខ្ញុំដាក់ខ្លាញ់ចូលដើម្បីម្លិញខ្ទឹមសបងប្អូនអរគ្នាខ្ញុំយកទៅច្រាមវាឲ្យម៉ត់ហើយខ្ញុំម្លិញឲ្យដាក់បកាចូលបកាខ្ញុំឆាទៅឆាមកមើលរៀងក្រហមហើយក្រហមពណ៌ស្អាតហើយបើខ្ញុំដាក់បន្លែចូលបន្លែបងប្អូនអរគ្នាខ្ញុំយកទៅស្រោះសិនណាស្រោះឲ្យត្រាំទឹកកកបន្តិចមកប្រងហើយបាទខ្ញុំលើកមកយកមកឆាម្ដងទៀតចឹងណាបងប្អូនអរគ្នារួចហើយខ្ញុំឆាទៅឆាមកហើយខ្ញុំផ្សំគ្រឿងមានដូចជាប្រេងខ្យងទឹកត្រីរ៉តឌីស្ករបន្តិចពួកបងប្អូនដាក់តាមចំណូលចិត្តបងប្អូនអរគ្នាទៅខ្ញុំអត់ប្រើម្សៅស៊ុបទេព្រោះខ្ញុំប្រើរ៉តឌីហើយបងប្អូនអរគ្នាប៉ុណ្ណឹងរួចរាល់ជាការស្រេចបងប្អូនអាចសាកធ្វើតាមខ្ញុំបានណាបងប្អូនអរគ្នាអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយទៀត